សូមជម្រាបសួរពុកម៉ែបងប្អូនដែលចូលចិត្តដាំទុរេនទាំងអស់គ្នាមានបងជាច្រើនតែឆាតសួរថាបញ្ហាឈូសស្លឹកទុរេនឈូសស្លឹកមកពីអីបណ្ដាលមកពីអ្វីសម្រាប់វីដេអូនេះដែរដូចម្ដងនេះបញ្ហាទី1អាកាសធាតុក្តៅទី2ខ្វះទឹកមិនគ្រប់គ្រាន់ហើយទី3នោះខ្វះសារជាតិជីខ្វះសារជាតិចិញ្ចឹមបំពន់បន្ថែមហើយមូលហេតុដែលវាធ្វើឲ្យឫសមានបញ្ហាប្រព័ន្ធឫសមិនដើរហើយយឺតក្នុងការចេញត្រួយដោយសារតែវាខ្វះសារជាតិជីខ្វះសារជាតិចិញ្ចឹមវាស្រូបយកមិនបានល្អពីដីដែលវាធ្វើឲ្យជ្រុះស្លឹកហើយបញ្ហាស្លឹកលឿងយឺតក្នុងការលូតលាស់មួយទៀតបើសិនជាដំណាំទុរេនបងដែលមានបញ្ហាដូចជាជំងឺផ្សិតស្លឹកផ្សិតលើផ្លែឬក៏ជំងឺចេះស្លឹកនេះជាដើមខ្ញុំសូមណែនាំឈុតត្រៃកូដាម៉ានិងហុយមិចដែលមានទូនាទីទៅសម្រាប់មេរោគនៅក្នុងដីជួយព្យាបាលប្រព័ន្ធឫសបណ្ដុះឫសសាថ្មីហើយជួយកែប្រែដីឲ្យដីធូរដីទន់ដីមានសំណើមមកល្អហើយមួយទៀតសម្រួលនៅpHដីដែលpHខ្លះវាមានលើ5 6 7អីចឹងទៅឬក៏ក្រោម5ដែលជាកម្រិត4នោះគឺវាឡើងជាតិអាស៊ីតអញ្ចឹងវាធ្វើឲ្យដំណាំទុរេនរបស់យើងហ្នឹងស្រូបជីសារជាតិចិញ្ចឹមមកបំពន់ជំនួយផ្នែកដើមខាងលើហ្នឹងគឺมันគ្រប់គ្រាន់ហើយមួយទៀតវាធ្វើឲ្យខូចប្រព័ន្ធឫសមិនដើរបើសិនជាដំណាំទុរេនបងមានបញ្ហាដូចវីដេអូនេះអាចប្រើប្រាស់ឈុតថៃកូដាម៉ានិងហុយមិចវាជួយឲ្យដំណាំរបស់យើងនឹងដំណើរការបានល្អវិញហើយវាជួយឲ្យចេញត្រួយមកលឿនហើយស្លឹកល្អស្លឹកខ្មៅភ្លឺរលោងបាទសូមអរគុណហើយអាចទំនាក់ទំនងមកលេខទូរស័ព្ទខាងក្រោមបាន